អត់ធ្មត់នៅក្នុងដំណើរជីវិតដ៏មានតម្លៃមួយនេះគឺតែងមានឧបសគ្គជាច្រើនរាប់មិនអស់បញ្ហាដែលយើងជួបប្រទះរាល់ថ្ងៃគឺជាល្បែងសម្រាប់ឲ្យយើងលេងនិងដោះស្រាយវាអ្នកដែលដោះស្រាយបញ្ហាបានច្រើនជាងគេគឺជាអ្នកឈ្នះពិតប្រាកដល្បែងនីមួយៗគឺមិនដូចគ្នានោះទេល្បែងខ្លះក៏ងាយស្រួលលេងងាយស្រួលដោះស្រាយប៉ុន្តែល្បែងខ្លះពិបាកលេងនិងពិបាកដោះស្រាយខ្លាំងណាស់ជាធម្មតាគ្រប់ល្បែងទាំងអស់សុទ្ធតែមានរបៀបលេងនិងមានដំណោះស្រាយរបស់វាដោយគ្រាន់តែទាមទារឲ្យយើងចេះរៀនខំមាត់សង្កត់ចិត្តអត់ធ្មត់និងខំដោះស្រាយបន្តិចប៉ុណ្ណោះបញ្ហាតូចមិនធ្វើឲ្យយើងចំណាយកម្លាំងច្រើននោះទេប៉ុន្តែបើជាបញ្ហាធំវិញយើងត្រូវតែខំប្រឹងឲ្យខ្លាំងបន្តិចទៅបានតាមពិតទៅគ្មាននរណាម្នាក់ស្លាប់ដោយសារការខិតខំប្រឹងប្រែងនោះទេមានតែមនុស្សស្លាប់ដោយសារមិនចេះប្រឹងប្រែងគ្មានជនណាម្នាក់សុខចិត្តមុជចូលទៅក្នុងទឹកឲ្យស្លាប់នោះទេមានតែមនុស្សដែលលង់ទឹកស្លាប់ព្រោះមិនខំហែលទៅរកទួលគោកដែលមានសុវត្ថិភាពឬមិនខំស្រវាត់តោងមែកឈឺដែលនៅក្បែរនោះព្រះសង្ឃដាឡៃឡាម៉ាគឺជាបុគ្គលដែលមានប្រាជ្ញានិងមានគោលការណ៍ជីវិតងាយយល់ព្រះអង្គបានមានសង្ឃដីកាថាអត់ធ្មត់វាជារឿងលំបាកប៉ុន្តែយើងនឹងកាន់តែលំបាកប្រសិនបើយើងមិនចេះអត់ធ្មត់ការអត់ធ្មត់នឹងធ្វើឲ្យយើងក្លាយជាមនុស្សខ្លាំងនិងអាចសម្រេចរឿងអស្ចារ្យបានអត់ធ្មត់កាន់តែខ្លាំងលទ្ធផលដែលបានក៏រឹតតែល្អប្រសើរឡើងទ្វេដងអ្នកដែលមិនចេះអត់ធ្មត់គឺងាយនឹងបោះបង់ក្តីស្រមៃខ្លួនឯងចោលហើយការបោះបង់ចោលគឺមានន័យថាព្រមចុះចាញ់នឹងឯងអ្នកដែលជោគជ័យគឺជាអ្នកដែលពូកែស៊ូទ្រាំហើយមនុស្សដែលពូកែអត់ធ្មត់គង់នឹងអាចសម្រេចកិច្ចការធំបានខុសពីមនុស្សដែលមិនចេះអត់ធ្មត់ដែលមិនអាចសម្រេចបានសូម្បីតែកិច្ចការតូចតាចកុំហឹងប្រៀបដូចជាភ្លើងដែលដុតកម្ដៅចិត្តឲ្យឆេះសន្ធោសន្ធាប់ចិត្តដែលក្ដៅគឺជាចិត្តដែលមិនស្ងប់និងមិននៅស្ងៀមចិត្តដែលក្ដៅនេះមិនអាចយកទឹកត្រជាក់ធម្មតាមកបន្លត់បានឡើយទាល់តែមានធម៌មានចំណេះដឹងនិងមានការអត់ធ្មត់ទើបអាចបន្លត់វាបានមនុស្សដែលឆេវឆាវគឺជាមនុស្សដែលមិនចេះអត់ធ្មត់និងចូលចិត្តប្រើកម្លាំងបាយដើម្បីដោះស្រាយបញ្ហាមនុស្សឆេវឆាវងាយនឹងបង្កជាទំនាស់និងបង្កើតជាជម្លោះបានភ្លាមកាលបើមានជម្លោះវានឹងនាំឲ្យមានការឈ្លោះប្រកែកគ្នាបង្កការបែកបាក់បាត់បង់មិត្តភាពនិងខូចប្រយោជន៍នៅថ្ងៃក្រោយបញ្ហាខ្លះមិនធំដុំដល់ថ្នាក់ត្រូវប្រើមាត់តូចមាត់ធំដាស់គ្នានោះទេប៉ុន្តែដោយសារតែការចង់ឈ្នះរៀងខ្លួនមិនព្រមអត់ធ្មត់និងមិនព្រមអត់ឱនឲ្យគ្នាទើបបង្កើតជាវិវាទនឹងគ្នាគ្មានទីបញ្ចប់បង្កើតសំណាងសុភាសិតខ្មែរយើងបានលើកឡើងថាអ្នកពិតពឹងទូកឈ្មួញគោកពឹងរទេះសំណាងកើតពីចំណេះប្រាជ្ញប្រាយចេះពឹងកំពីនៅសម័យបុរាណទូកត្រូវបានប្រើប្រាស់ជាយានជំនិះសម្រាប់ធ្វើដំណើរតាមផ្លូវទឹកចំណែកឯរទេះត្រូវបានប្រើប្រាស់ជាយានជំនិះសម្រាប់ផ្លូវគោកបើគ្មានវត្ថុទាំងពីរនេះទេឈ្មួញឬអ្នកដំណើរផ្សេងទៀតក៏មិនអាចធ្វើដំណើរបានងាយស្រួលជាងការដើរដោយផ្ទាល់ឬត្រូវហែលទឹកឆ្លងនោះដែរសំណាងកើតចេញពីចំណេះត្បិតអីកាលណាមានចំណេះដឹងទើបអាចបង្កើតនូវប្រាជ្ញាហើយកាលណាមានប្រាជ្ញាទើបយើងអាចបង្កើតសំណាងដោយខ្លួនឯងបានរីឯពាក្យថាប្រាជ្ញប្រាយចេះពឹងកំពីគឺមានន័យថាប្រសិនបើមិនខិតខំអានឬខិតខំរៀនសូត្រតាមក្បួនខ្នាតកំពីទេនោះក៏មិនអាចក្លាយទៅជាអ្នកប្រាជ្ញបានដែរនៅក្នុងវេជ្ជនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជជួនណាតបានកំណត់ថាសំណាងគឺមានន័យថាផលដែលបុគ្គលបានសាងអ្នកដែលបានសាងអំពើល្អនិងសាងសេចក្តីព្យាយាមក្នុងផ្លូវត្រីឲ្យបានច្រើនបុគ្គលនោះនឹងទទួលបានសំណាងល្អជារឿយទោះបីជាសំណាងមួយចំនួនអាចធ្លាក់មកពីលើមេឃឬបានមកដោយចៃដន្យក៏ពិតមែនប៉ុន្តែសំណាងមួយភាគច្រើនគឺប្រសូតចេញពីការខិតខំប្រឹងប្រែងបុគ្គលដែលចេះប្រឹងប្រែងគឺជាបុគ្គលដែលចេះបង្កើតសំណាងឲ្យខ្លួនឯងផ្ទុយទៅវិញបុគ្គលដែលដាំសេចក្តីខ្ជិលច្រអូសក្នុងខ្លួនច្រើនហួសប្រមាណនិងសាងតែអំពើអកុសលទាំងកាយវាចានិងចិត្តបុគ្គលនោះមិនអាចបង្កើតសំណាងឲ្យខ្លួនឯងបានឡើយហើយទេវតាក៏មិនទម្លាក់សំណាងមកឲ្យមនុស្សប្រភេទនោះដែរទេពកោសល្យនិងការប្រឹងប្រែង
ទេពកោសលមានន័យថាជាភាពប៉ិនប្រសប់ដែលពូកែនិងខ្លាំងខុសពីគេហើយវាកើតចេញពីការច្នៃប្រឌិតផ្ទាល់ខ្លួននិងដុងពីកំណើតជាដើមធម្មជាតិបានផ្ដល់ទេពកោសលពិសេសដល់មនុស្សដោយឡែកៗគ្នាអ្នកខ្លះពូកែផ្នែកនេះអ្នកខ្លះពូកែផ្នែកនោះដែលមិនអាចបដូរគ្នាឬចែករំលែកសមត្ថភាពនោះឲ្យអ្នកដទៃបានឡើយចំណុចខ្លាំងរបស់យើងនឹងលេចចេញមកនៅពេលដែលយើងបានស្គាល់ខ្លួនឯងច្បាស់ហើយវានឹងសាងនូវសំណាងល្អមួយដើម្បីឲ្យយើងបង្កើតក្តីស្រមៃឲ្យស្របនឹងទេពកោសលរបស់យើងរីឯសមត្ថភាពវិញគឺប្រសូតចេញពីការខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃដោយឥតមានអារម្មណ៍ថានឿយណាយកាលណាខិតខំកាន់តែខ្លាំងជ័យជំនះនឹងចូលមកដល់ជាមិនខានលោក Thomas Edison ធ្លាប់បានលើកឡើងថាភាពជោគជ័យកើតចេញពីទេពកោសល្យតែ 1% ប៉ុណ្ណោះចំណែក 99% ទៀតកើតចេញពីការខិតខំប្រឹងប្រែងទេពកោសល្យពិសេសពីកំណើតអាចចូលរួមចំណែកជួយឲ្យយើងជោគជ័យបានប៉ុន្តែវាមានកម្រិតតិចតួចស្ទួចស្ដឹងណាស់សក្តានុពលពីកំណើតនឹងក្លាយជាសមត្ថភាពអស្ចារ្យលុះត្រាតែយើងខិតខំដុសខាត់វាឲ្យកាន់តែខ្លាំងផ្ទុយទៅវិញវានឹងក្លាយជារបស់សាមញ្ញបំផុតបើយើងប្រងើយកន្តើយហើយមិនព្រមអភិវឌ្ឍសមត្ថភាពពិសេសនោះទៀតការខិតខំប្រឹងប្រែងក្នុងផ្លូវមួយដែលត្រឹមត្រូវនឹងបណ្ដុះសមត្ថភាពពិសេសក្នុងខ្លួនយើងឲ្យដុះដាលឡើងសមត្ថភាពនេះគឺជាទ្រព្យជាប់នឹងកាយរបស់យើងដែលគ្មានជននរណាម្នាក់អាចលួចយកទៅបានឡើយយើងមិនអាចចែករំលែកសមត្ថភាពនេះឲ្យទៅនរណាម្នាក់បានទេប៉ុន្តែយើងអាចបង្រៀនឲ្យគេចេះខិតខំប្រឹងប្រែងដូចយើងបានត្រៀមខ្លួនការត្រៀមខ្លួនគឺជាវិធីសាស្ត្រមួយដែលជួយឲ្យយើងមានជំនឿចិត្តលើខ្លួនឯងខ្ពស់ជាងមុនទំនុកចិត្តនឹងកើតមាននៅពេលដែលយើងដឹងថាយើងនឹងត្រូវធ្វើអ្វីខ្លះធ្វើនៅពេលណាធ្វើជាមួយនរណានិងធ្វើដោយរបៀបណាការត្រៀមខ្លួនគឺសំដៅលើការរៀបចំខ្លួនរៀបចំផែនការនិងយុទ្ធសាស្ត្រជាមុនការត្រៀមខ្លួនបានល្អគឺស្មើនឹងទទួលបានជោគជ័យ 50% ទៅហើយចំណែក 50% ទៀតគឺអាស្រ័យលើការអនុវត្តតាមផែនការជាក់ស្ដែងការត្រៀមខ្លួនជាមុនជារឿងសំខាន់ណាស់ដែលយើងមិនគួរមើលរំលងយើងមិនអាចដឹងមុនថានឹងត្រូវជួបអ្វីខ្លះនៅផ្លូវខាងមុខនោះទេប៉ុន្តែយើងអាចត្រៀមខ្លួនដើម្បីប្រឈមមុខជាមួយវាបានការត្រៀមខ្លួនគឺត្រូវត្រៀមទាំងចិត្តនិងកាយបណ្ដឹងកម្លាំងឲ្យមាំដើម្បីចាំទទួលយកបញ្ហានិងត្រៀមមធ្យោបាយដើម្បីដោះស្រាយជាជាងការរត់គេចពីវាបញ្ហាធំនឹងប្រែជាតូចប្រសិនបើយើងមានយុទ្ធសាស្ត្រត្រឹមត្រូវនិងមានស្មារតីរឹងមាំដែលបានត្រៀមរួចជាស្រេចលោក Abraham Lincoln ធ្លាប់មានប្រសាសន៍ថាបើខ្ញុំមានពេល6ម៉ោងដើម្បីកាប់ដើមឈើមួយដើមខ្ញុំនឹងចំណាយពេល4ម៉ោងដំបូងដើម្បីសំលៀងពូថៃនៅពេលដែលពូថៃមុតល្អយើងមិនចាំបាច់ប្រើកម្លាំងបាយខ្លាំងហើយក៏មិនចំណាយពេលយូរដែរពូថៃកាន់តែមុតអ្នកកាប់នឹងមិនឆាប់អស់កម្លាំងគួបផ្សំនឹងវិធីសាស្ត្រដែលបានរៀបចំទុកជាស្រេចនោះដើមឈើនឹងត្រីដួលរលំមុនពេលកំណត់ជាមិនខានទោះជាយ៉ាងណាការត្រៀមខ្លួនដើម្បីសម្រេចគោលដៅជារឿងសំខាន់ប៉ុន្តែយើងក៏មិនគួរភ្លេចត្រៀមចិត្តដើម្បីទទួលយកបរាជ័យនោះដែររឿងរ៉ាវនៅខាងមុខគឺមិនអាចមើលដឹងហើយជួនកាលស្មានមិនត្រូវទៀតផងក្នុងចំណុចនេះគឺចង់ឲ្យយើងមានភាពក្លាហានហ៊ានទទួលយកការពិតនិងត្រៀមខ្លួនទទួលយកភាពខកបំណងផ្សេងៗនៅវិនាទីនោះយើងក៏បីបោកចិត្តឲ្យទូលាយដើម្បីទទួលយកកំហុសមកធ្វើជាមេរៀនសូត្របន្ថែមក្នុងនាមជាអ្នកតស៊ូម្នាក់យើងត្រូវដឹងថាគ្មានអ្វីដែលរលូនរហូតនោះទេហើយយើងក៏មិនត្រូវខកចិត្តខ្លាំងរហូតបោះបង់ការព្យាយាមដែលបានសាងមកត្រឹមតែដោយសារជួបរឿងខកបំណងបន្តិចបន្តួចនោះឡើយទុនបង្ក្រាបរឹងមេសាសនាតៅឡាវយឺបានមានប្រសាសន៍ថានៅលើโลกនេះគ្មានអ្វីដែលទុននឹងស្ដឹងជាងទឹកនោះទេប៉ុន្តែវាអាចកាត់ផ្ដាច់ឬចោះទម្លាស់វត្ថុរឹងដោយគ្មានអ្វីអាចរារាំងវាបានឡើយតាមពិតទៅវាក៏មិនខុសអីពីមនុស្សដែលមើលទៅទន់ខ្សោយប៉ុន្តែអាចយកឈ្នះមនុស្សខ្លាំងឬមនុស្សរឹងត្អុងច្រងែងច្រងាងឲ្យចោះចាញ់បាននោះដែរនេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាដឹងរួចអស់ទៅហើយគ្រាន់តែពួកគេមិនព្រមអនុវត្តតាមប៉ុណ្ណោះទឹកគ្រាន់តែជាអង្គធាតុរាវមានកម្រាស់ស្ដាងនិងទន់ជ្រៅខ្លាំងប៉ុន្តែគ្រប់គ្នាតែងតែត្រូវការវាបើគ្មានវត្តមាននៃទឹកទេភាវៈរស់ទាំងអស់នឹងត្រូវស្លាប់បាត់បង់ជីវិតទឹកទន់ប៉ុន្តែមានឥទ្ធិពលខ្លាំងវាអាចវាយកំទេចឬចោះទម្លាស់វត្ថុរឹងនិងធំជាច្រើនបាន
ធម្មជាតិនៃទឹកគឺត្រជាក់ប៉ុន្តែវាមានអំណាចអាចបង្ក្រាបធាតុក្តៅរបស់ភ្លើងបានប្រៀបដូចជាមនុស្សដែលមានចិត្តត្រជាក់អាចយកឈ្នះលើមនុស្សឆេវឆាវអ៊ីនចឹងមនុស្សខ្លាំងប៉ុន្តែមានចរិតក្រអើក្រទង់មិនស្គាល់ទីបខ្ពស់និងអួតហួសប្រមាណនឹងត្រូវបរាជ័យក្រោមដីរបស់ជនដែលមើលទៅទន់ខ្សោយតែបានដាំនូវសេចក្តីព្យាយាមជានិច្ចបុគ្គលដែលមានចិត្តធម៌គឺមិនមានសេចក្តីខឹងក្រោធជាមួយមនុស្សអវិជ្ជាបុគ្គលនោះនឹងមានសេចក្តីសុខបុគ្គលដែលរក្សាសេចក្តីព្យាយាមជាប់ជាមួយខ្លួននឹងទៅដល់គោលដៅផ្ទុយពីបុគ្គលជោគជ័យម្នាក់ដែលធ្វេសប្រហែសមិនរក្សាសេចក្តីព្យាយាមបុគ្គលនោះនឹងធ្លាក់ជូនបរាជ័យវិញជាមិនខានបុគ្គលដែលអាចរក្សាចិត្តខ្លួនឯងឲ្យស្ងប់គឺមិនអាក់អន់ស្រពន់ចិត្តក្រោយពេលគេបន្ទោសបន្អាបនិងមិនរំភើបជ្រុលជាមួយនឹងពាក្យសរសើររបស់អ្នកដទៃបុគ្គលនោះនឹងមិនទទួលរងនឹងការឈឺចាប់ឬសម្ពាធពីមជ្ឈដ្ឋានខាងក្រោយឡើយបរាជ័យមិនមែនជាបញ្ហាមនុស្សដែលកើតមកល្ងង់មិនមែនជាបញ្ហានោះទេឲ្យតែព្រមទទួលស្គាល់ថាខ្លួនឯងល្ងង់ហើយខិតខំរៀនសូត្រនោះគេនឹងបានប្រសើរជាងមុនមនុស្សដែលបរាជ័យក៏មិនមានកំហុសដែរប៉ុន្តែអ្នកដែលមិនព្រមទទួលស្គាល់កំហុសខ្លួនឯងទៅវិញទេទើបជាអ្នកខុសពិតប្រាកដមូលហេតុនៃបរាជ័យគឺមានច្រើនប៉ុន្តែវាមិនធ្វេនោះទេសំខាន់ឲ្យតែជនដែលបរាជ័យនោះមិនចាត់ទុកខ្លួនឯងជាមនុស្សបរាជ័យហើយព្រមក្រោកឈរឡាមតស៊ូយ៉ាងស្វិតស្វាញដើម្បីទៅដល់គោលដៅផ្ទាល់ខ្លួនរបស់គេមនុស្សដែលបរាជ័យគឺមិនគួរឲ្យស្អប់ខ្ពើមដោយមនុស្សដែលជោគជ័យប៉ុន្តែគ្មានតម្លៃនោះទេមនុស្សដែលមានតម្លៃអាចនឹងមានគ្រប់យ៉ាងឲ្យគេគោរពស្រឡាញ់បានប៉ុន្តែมันប្រកាសថាមនុស្សដែលជោគជ័យតាមរយៈការសាងអំពើអាក្រក់នឹងមានគេគោរពស្រឡាញ់នោះឡើយមនុស្សអាក្រក់អាចមានត្រឹមតែលុយឬអំណាចដែលធ្វើឲ្យគេខ្លាចរអាប៉ុន្តែมันអាចធ្វើឲ្យគេគោរពនិងឲ្យតម្លៃបានទេលោក Robert Stoller បាននិយាយថាសុខចិត្តធ្វើរឿងអស្ចារ្យហើយបរាជ័យប្រសើរជាងនៅស្ងៀមមិនធ្វើអ្វីសោះហើយចង់ជោគជ័យមនុស្សដែលបរាជ័យនឹងមានតម្លៃតាមរយៈការខិតខំប្រឹងប្រែងរបស់ខ្លួនដរាបណាគេនៅតែរក្សាការតស៊ូគេគង់នឹងទទួលបានជោគជ័យមនុស្សដែលមិននៅស្ងៀមព្រោះស្រេកឃ្លានជ័យជំនះតែងសាងប្រយោជន៍ធំសម្រាប់ខ្លួនឯងជាជាងមនុស្សដែលចង់បានជោគជ័យប៉ុន្តែមិនព្រមសូម្បីតែគិតរិះរកមធ្យោបាយដើម្បីទៅដល់គោលដៅការខិតខំប្រឹងប្រែងហើយបរាជ័យអាចចាត់ទុកជាបទពិសោធន៍ដ៏ល្អប៉ុន្តែការនៅស្ងៀមដេកចាំសំណាងគឺជាកំហុសដ៏ធ្ងន់ធ្ងរដែលលទ្ធផលទទួលបានមានតែការខកចិត្តនិងស្ដាយក្រោយតែប៉ុណ្ណោះមនុស្សធម្មតាម្នាក់ដែលហ៊ានធ្វើរឿងអស្ចារ្យអាចក្លាយជាមនុស្សអស្ចារ្យតាមរយៈការខិតខំប្រឹងប្រែងរបស់ខ្លួនទោះបីជាត្រូវភ្លាត់ស្នៀតហើយបរាជ័យក៏គេនៅតែមានឈ្មោះជាអ្នកខ្លាំងដែរឲ្យតែគេមិនព្រមឈប់ដំណើរដោយងាយងាយចំណែកនៃអ្នកដែលមានសមត្ថភាពខ្ពស់ប៉ុន្តែកំសាកមិនហ៊ានប្រឡូកជាមួយអ្វីដែលអស្ចារ្យសុខចិត្តសំងំនៅជាមួយអ្វីដែលខ្លួនធ្លាប់ឆ្លងកាត់រួចហើយគេនឹងបានត្រឹមតែធ្វើជាមនុស្សធម្មតាឥតមានការរីកចម្រើនហើយអាចនឹងអន់ថយជាងមុនទៀតផងនៅតាមផ្លូវទៅរកជោគជ័យគឺមិនដែលមានដានជើងមនុស្សខ្ជិលនោះទេរីឯអ្នកដែលទៅដល់គោលដៅគឺសុទ្ធតែជាអ្នកដែលមិនរត់ចោលការលំបាកគ្រប់ជោគជ័យទាំងអស់គឺកើតចេញពីការខិតខំប្រឹងប្រែងអ្នកដែលជោគជ័យគឺជាអ្នកដែលធ្លាប់ឆ្លងកាត់ការលំបាកនិងបរាជ័យជាច្រើនលើកច្រើនសា បរាជ័យធ្វើឲ្យយើងរឹងមាំជាងមុននិងបង្ហាញពីផ្លូវដើរទៅរកជោគជ័យប៉ុន្តែយើងត្រូវដើរដោយខ្លួនឯងការព្យាយាមរុលទៅមុខជាមួយគោលដៅច្បាស់លាស់នឹងធ្វើឲ្យយើងមិនងាយចុះចាញ់ហើយទោះបីជាបរាជ័យក៏យើងមិនក្លាយជាមនុស្សគ្មានតម្លៃដែរការខិតខំប្រឹងប្រែងនឹងជួយលើកតម្លៃខ្លួនយើងក្នុងនាមជាអ្នកតស៊ូម្នាក់យើងប្រកាសជាយល់ថាអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើដោយសុខចិត្តបរាជ័យក៏មិនព្រមធ្វើអំពើអាក្រក់ដែលនាំទុក្ខទោសដល់អ្នកដទៃដើម្បីតែជោគជ័យផ្ទាល់ខ្លួននោះដែរថ្ងៃនេះអតីតកាលបានបង្កើតឲ្យមានបច្ចុប្បន្នហើយបច្ចុប្បន្ននឹងបង្កើតឲ្យមានអនាគតលទ្ធផលដែលយើងទទួលបាននៅថ្ងៃនេះគឺប្រសូតចេញពីទង្វើរបស់យើងកាលពីអតីតកាល
លទ្ធផលនោះនឹងទៅជាវិជ្ជមានឬអវិជ្ជមានគឺអាស្រ័យលើសកម្មភាពរបស់យើងកាលពីពេលមុននោះឯងចំណែកឯសមិទ្ធផលរបស់យើងដែលនឹងកើតឡើងនៅថ្ងៃអនាគតគឺពឹងផ្អែកលើខ្លួនយើងនាពេលនេះទាំងស្រុងតែម្ដងការដែលយើងគ្រប់គ្រងថ្ងៃនេះបានល្អគឺមានន័យថាយើងកំពុងតែបង្កើតអតីតកាលដ៏ល្អមួយហើយក៏មានន័យថាយើងកំពុងរៀបចំអនាគតយ៉ាងល្អប្រសើរមួយផងដែរការខិតខំប្រឹងប្រែងដាំសេចក្តីព្យាយាមក្នុងផ្លូវដ៏ល្អនៅថ្ងៃនេះនឹងផ្ដល់ជាផ្លែផ្កាដែលមានរសជាតិផ្អែមដល់យើងនៅថ្ងៃមុខផ្ទុយទៅវិញប្រសិនបើថ្ងៃនេះយើងកំពុងតែនៅស្ងៀមអ៊ឹតបានធ្វើអ្វីឬធ្វើអ្វីដែលខុសឆ្គងនោះនៅថ្ងៃខាងមុខយើងនឹងមានតែវិបដិសារីពោលគឺសេចក្តីស្ដាយក្រោយវិបដិសារីនឹងមិនអាចកើតមានឡើយប្រសិនបើយើងខិតខំធ្វើរឿងរ៉ាវនៅថ្ងៃនេះឲ្យបានល្អនិងប្រកបដោយការយកចិត្តទុកដាក់ការយកចិត្តទុកដាក់ទៅលើរឿងទាំងទូចទាំងធំរបស់យើងនៅថ្ងៃនេះនឹងបង្កើតរឿងរ៉ាវដ៏អស្ចារ្យឲ្យយើងនៅថ្ងៃក្រោយវិញជាទូទៅគ្មាននរណាម្នាក់អាចមើលដឹងឬទាយបានត្រឹមត្រូវថាខ្លួនយើងនៅថ្ងៃអនាគតនឹងទៅជាយ៉ាងណានោះទេប៉ុន្តែគេអាចព្យាករណ៍អនាគតរបស់យើងបានដោយសង្កេតមើលទង្វើរបស់យើងនាពេលបច្ចុប្បន្ននេះឯងដែលបិទទង្វើនាពេលបច្ចុប្បន្នគឺជាភស្តុតាងសម្រាប់ទស្សទាយពីអនាគតទំនួលខុសត្រូវរបស់យើងនៅថ្ងៃនេះមានឥទ្ធិពលដល់ថ្ងៃខាងមុខយ៉ាងខ្លាំងកាន់តែមានទំនួលខុសត្រូវនៅថ្ងៃនេះអនាគតនឹងកាន់តែប្រសើរឡើងដូចគ្នាមនុស្សល្អមនុស្សដែលមានរូបសម្បត្តិអាក្រក់ប៉ុន្តែសាងអំពើល្អត្រូវបានគេចាត់ទុកថាជាមនុស្សល្អមនុស្សដែលមានរូបសម្បត្តិល្អប៉ុន្តែសាងអំពើអាក្រក់ត្រូវបានគេចាត់ទុកថាជាមនុស្សអាក្រក់ឬមនុស្សផ្លែល្វាក្រៅស្អាតក្នុងស្អុយចំណែកមនុស្សដែលមានរូបអាក្រក់ហើយថែមទាំងសាងកម្មអាក្រក់ទៀតនោះត្រូវបានគេចាត់ទុកថាជាមនុស្សអាក្រក់ផុតលេខរីឯមនុស្សដែលមានរូបឆោមស្អាតហើយថែមទាំងសាងអំពើល្អទៀតនោះត្រូវបានគេចាត់ទុកថាជាមនុស្សល្អគ្រប់ដប់ឬជាមនុស្សមាសទឹកដប់មនុស្សម្នាក់ដែលមានគុណធម៌សុជីវធម៌មេត្តាធម៌សុចរិតភាពតម្លាភាពសាមគ្គីភាពកណន័យភាពនិងអភិក្រិតភាពគឺអាចคล้ายទៅជាមនុស្សល្អម្នាក់បាត់ទៅហើយប៉ុន្តែល្អតែម្យ៉ាងគឺមិនទាន់គ្រប់គ្រាន់ទេគឺត្រូវតែខ្លាំងទៀតផងដើម្បីអីនៅពេលយើងល្អគេនឹងអាចអាក្រក់ដាក់យើងបើទោះជាយើងមិនចង់ឆ្លោះតែគេចង់បង្កចំនួនយើងចង់បានសុខតែគេចង់ឲ្យយើងមានទុក្ខឬយើងប្រុងប្រយ័ត្នតែគេធ្វេសប្រហែលជាដើមកើតមកជាមនុស្សត្រូវតែមានសមត្ថភាពការពារខ្លួននិងអាចចិញ្ចឹមខ្លួនឯងឲ្យរស់បានស្រាលបួលមិនមែនត្រឹមតែជាមនុស្សល្អប៉ុណ្ណោះទេមនុស្សល្អម្នាក់គឺជាឧបករណ៍សម្រាប់លម្អសង្គមប៉ុន្តែបុគ្គលដែលល្អហើយមានសមត្ថភាពថែមទៀតនោះគឺជាថ្នាំសម្រាប់ព្យាបាលជំងឺសង្គមមនុស្សល្អដែលមានឆន្ទៈចង់ជួយគេចង់ជួយសង្គមប៉ុន្តែបើខ្លួនឯងអសមត្ថភាពនោះរាល់ការចង់ជួយក៏មិនអាចទៅរួចដែរមនុស្សដែលមានសមត្ថភាពអាចជួយខ្លួនឯងជួយគ្រួសារនិងជួយសង្គមជាតិបានដូចគ្នាប៉ុន្តែប្រសិនបើមានតែសមត្ថភាពបែរជាខ្វះសីលធម៌គុណធម៌សុជីវធម៌និងមេត្តាធម៌វិញនោះនឹងផ្ដល់នូវគ្រោះមហន្តរាយដល់សង្គមវិញជាមិនខានមេរៀនជីវិតឡាវជឺឬឡាវថៅគឺជាអ្នកប្រាជ្ញនិងជាស្ថាបនិកនៃលទ្ធិតៅរបស់ប្រទេសចិនលោកបានលើកឡើងថាមានទ្រព្យសម្បត្តិ3យ៉ាងដែលសំខាន់បំផុតសម្រាប់មនុស្សជាតិគឺ 1. ការធ្វើឲ្យរឿងសាមញ្ញ 2. ការអត់ធ្មត់ 3. ការមានចិត្តមេត្តាការធ្វើឲ្យរឿងសាមញ្ញគឺការមិនធ្វើឲ្យជីវិតមានរឿងស្មុគស្មាញច្រើនហួសប្រមាណតាមពិតទៅជីវិតមិនមែនជារឿងស្មុគស្មាញខ្លាំងនោះទេប៉ុន្តែគឺមនុស្សយើងខ្លួនឯងទៅវិញទេដែលចូលចិត្តធ្វើឲ្យជីវិតជួបតែរឿងស្មុគស្មាញបុគ្គលដែលឆ្លាតតែងព្យាយាមគិតនិងធ្វើតែរឿងវិជ្ជមានដើម្បីឲ្យជីវិតផុតពីទុក្ខព្រួយពួកគេតែងស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ហាដោយមធ្យោបាយងាយៗចំណាយកម្លាំងនិងពេលវេលាតិចប៉ុន្តែទទួលបានលទ្ធផលច្រើនជំនួសឲ្យការធ្វើរឿងលំបាកដែលនាំឲ្យអស់កម្លាំងនិងខាតពេលវេលាការធ្វើឲ្យរឿងសាមញ្ញនេះក៏សំដៅដល់ការធ្វើឲ្យចិត្តបានស្ងប់រស់នៅដោយមានបុព្វហេតុផ្ទាល់ខ្លួននិយាយតិចស្ដាប់ច្រើនខំប្រឹងឲ្យច្រើនប៉ុន្តែរំពឹងទុកឲ្យតិចការអត់ធ្មត់គឺជាការតស៊ូជំនះរាល់ឧបសគ្គដែលកើតមាននៅក្នុងជីវិតអ្នកខ្លាំងគឺហ៊ានហត់នឿយកាយដើម្បីវាយបំបាក់បញ្ហាប៉ុន្តែជនទន់ខ្សោយសុខចិត្តរស់នៅសុខស្រួលមួយគ្រារួចទុកឲ្យបញ្ហាចូលមករੂបរឹតបំផ្លាញខ្លួនប្រាណទៅវិញបុគ្គលដែលចេះអត់ធ្មត់គឺមិនងាយមានកំហឹងមិនឆាប់ក្រេវក្រោធនិងមិនងាយបោះបង់កិច្ចការដែលខ្លួនកំពុងធ្វើនោះឡើយ
ការមានចិត្តមេត្តាគឺជាផ្នែកមួយនៃព្រហ្មវិហារធម៌ទាំង4ដែលរួមមានមេត្តាករុណាមុទិតានិងឧបេក្ខាការរស់នៅដោយមានចិត្តមេត្តាគឺរស់នៅដោយចិត្តសប្បុរសមានសេចក្តីស្រឡាញ់និងក្តីអាណិតអាសូរចំពោះសត្វលោកដែលមានជីវិតវាក៏រួមបញ្ចូលនៅការមិនប្រកាន់ទោសពៃចំពោះនឹងដែលធ្វើខុសឬមនុស្សអវិជ្ជាមិនមានសេចក្តីច្រណែនឈ្នានីសនិងគ្មានគំនុំគុំគួនចំពោះនរណាម្នាក់ឡើយរក្សាតម្លៃមនុស្សកើតមកគឺដើម្បីជោគជ័យប៉ុន្តែមនុស្សមិនត្រូវបំផ្លាញតម្លៃរបស់ខ្លួនឯងដើម្បីទទួលបានជោគជ័យនោះទេមនុស្សម្នាក់អាចមានតម្លៃជាងមុននៅពេលដែលបុគ្គលនោះទទួលបានជោគជ័យប៉ុន្តែវាមិនមែនមានន័យថាគ្រប់បុគ្គលដែលជោគជ័យទាំងអស់សុទ្ធតែមានតម្លៃមនុស្សដែលមានតម្លៃមិនមែនសំដៅតែលើបុគ្គលដែលជោគជ័យខ្លាំងនោះទេប៉ុន្តែគឺជាអ្នកដែលមានចំណុចល្អច្រើនដើម្បីឲ្យគេគោរពស្រឡាញ់រាប់អានបានផ្ទុយពីបុគ្គលជោគជ័យមួយចំនួនដែលមិនប្រកាសថាមានតម្លៃគ្រប់គ្រាន់ឲ្យគេគោរពកោតសរសើរនោះឡើយវិធីឆ្ពោះទៅរកជោគជ័យគឺមានច្រើនហើយទំហំនៃជោគជ័យក៏ខុសៗគ្នាដែរបុគ្គលម្នាក់អាចជោគជ័យនិងមានតម្លៃទៅបានគឺដោយសារការខិតខំប្រឹងប្រែងក្នុងផ្លូវមួយដែលត្រឹមត្រូវប្រកបដោយគុណធម៌សុជីវធម៌មេត្តាធម៌សុចរិតភាពគណនេយ្យភាពនិងតម្លាភាពជាដើមប៉ុន្តែបុគ្គលជោគជ័យម្នាក់នឹងមិនអាចរក្សាតម្លៃខ្លួនឯងបានទេកាលបើគេទទួលបានជោគជ័យដោយប្រាយផ្លូវកាត់ពោលគឺជោគជ័យដោយអំពើទុច្ចរិតដោយការក្បត់មិត្តភក្តិឬធ្វើឲ្យមនុស្សជាច្រើនត្រូវរងទុក្ខជំនួសខ្លួនជាដើមបុគ្គលដែលជោគជ័យដោយផ្លូវកាត់ត្រូវបានចាត់ទុកថាជាបុគ្គលលោភលន់ហើយភាពជោគជ័យរបស់គេមិនអាចគង់វង្សយូរអង្វែងបានឡើយដោយគេមិនបានខិតខំប្រឹងប្រែងនិងមិនបានសាងគ្រឹះខ្លួនឯងឲ្យបានរឹងមាំណាមួយគេមិនបានឆ្លងកាត់ការលំបាកម្ល៉េះហើយគេងាយនឹងដួលរលំវិញនៅពេលជួបវិបត្តិបុគ្គលដែលជោគជ័យប៉ុន្តែខ្ជិលខ្ជាយខ្ជីខ្ចាយនិងគ្មានការខិតខំប្រឹងប្រែងបន្តក៏មិនអាចរក្សាភាពជោគជ័យឲ្យស្ថិតស្ថេរបានដែរផ្ទុយទៅវិញបុគ្គលដែលទាន់មិនបានជោគជ័យប៉ុន្តែខិតខំរក្សាសេចក្តីព្យាយាមរបស់ខ្លួនឲ្យខ្ជាប់ខ្ជួងខិតខំរៀនសូត្របណ្ដើរប្រឹងប្រែងបណ្ដើរសាងគ្រឹះខ្លួនឯងបណ្ដើរនិងប្រឹងលូតទៅមុខបណ្ដើរបុគ្គលនោះគង់នឹងសម្រេចបានតាមបំណងហើយភាពជោគជ័យនោះនឹងគង់វង្សយូរអង្វែងបុគ្គលដែលលះបង់ចោលនៅសេចក្តីលោភលន់ហើយខិតខំយកចិត្តទុកដាក់លើអ្វីដែលខ្លួនមាននិងលើអ្វីដែលខ្លួនកំពុងធ្វើបុគ្គលនោះនឹងទទួលបានជោគជ័យដ៏ធំធេងនៅក្នុងជីវិត